ជំរាបសួរពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះលោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ីគាត់មានប្រសាសន៍ថាគាត់បានខលទូរស័ព្ទទៅនាយករដ្ឋមន្ត្រីប្រទេសកម្ពុជានិងនាយករដ្ឋមន្ត្រីថៃមានបំណងចង់ដោះស្រាយវិបត្តិបញ្ហាព្រំដែនឲ្យបានឆាប់រហ័សរៀងៗខ្លួនសូមអញ្ជើញស្ដាប់សេចក្តីរាយការណ៍ពីភ្នាក់ងាររបស់យើងខ្ញុំដូចតទៅនេះនាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមបានមានប្រសាសន៍នៅថ្ងៃពុធទី17ធ្នូនេះថាលោកបានតាក់ទងជាមួយមេដឹកនាំកម្ពុជានិងថៃហើយភាគីទាំងពីរបានបង្ហាញបំណងចង់ដោះស្រាយជម្លោះព្រំដែនរបស់ពួកគេឲ្យបានឆាប់តាមដែលអាចធ្វើទៅបាននេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន Bloombergលោកអាន់វ៉ាបានបញ្ជាក់ថារដ្ឋមន្ត្រីការបរទេសអាស៊ាននឹងជួបប្រជុំគ្នានៅថ្ងៃទី22ធ្នូសប្តាហ៍ក្រោយដើម្បីព្យាយាមបញ្ចុះបញ្ចូលប្រទេសទាំងពីរថាសន្តិភាពគឺជារឿងចាំបាច់បំផុតសូមជម្រាបឡើងវិញថាកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសពិសេសអាស៊ានស្ដីអំពីភាពតានតឹងព្រំដែនកម្ពុជានិងថៃដែលដំបូងឡើយគ្រោងធ្វើនៅថ្ងៃទី16ធ្នូឆ្នាំ2025ត្រូវបានពន្យាពេលលើកទៅថ្ងៃទី22ធ្នូឆ្នាំ2025ជំនួសវិញក្រសួងការបរទេសម៉ាឡេស៊ីថ្លែងថាការពន្យាពេលនេះត្រូវបានធ្វើឡើងតាមការស្នើសុំរបស់ប្រទេសថៃនេះបើយោងតាមប្រភពពីសារព័ត៌មានម៉ាឡេស៊ី The Star និង Bernama ព្រមទាំងទីភ្នាក់ងារសារព័ត៌មានចិន Xinhua បានចេញផ្សាយនៅថ្ងៃទី15ធ្នូឆ្នាំ2025កិច្ចប្រជុំពិសេសនេះនឹងដឹកនាំដោយរដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ីលោកម៉ូហាម៉ាត់ហាសាន់ដែលធ្វើឡើងក្នុងនាមម៉ាឡេស៊ីជាប្រធានអាស៊ានបច្ចុប្បន្នក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយនៅថ្ងៃទី15ធ្នូឆ្នាំ2025ក្រសួងការបរទេសរបស់ម៉ាឡេស៊ីបានបញ្ជាក់ថាការប្រជុំ AMM ពិសេសគឺជាការបន្តពីការសម្រេចចិត្តរបស់នាយករដ្ឋមន្ត្រីម៉ាឡេស៊ីលោកអាន់វ៉ាអ៊ីប្រាហ៊ីមរួមជាមួយលោកនាយករដ្ឋមន្ត្រីហ៊ុនម៉ាណែតនៃប្រទេសកម្ពុជានិងលោកនាយករដ្ឋមន្ត្រីអានូទីនឆានវីរៈគុលនៃប្រទេសថៃកាលពីថ្ងៃទី11ធ្នូក្នុងកិច្ចខិតខំប្រឹងប្រែងដើម្បីដោះស្រាយស្ថានភាពរវាងកម្ពុជានិងថៃចំណែកព័ត៌មានលម្អិតបន្ថែមនៃកិច្ចប្រជុំនេះក្រសួងនឹងចែករំលែកនៅពេលសមស្របទាំងកម្ពុជានិងថៃបច្ចុប្បន្នបាននឹងកំពុងតែប្រឈមមុខដាក់គ្នាយ៉ាងក្តីគគួតតាមព្រំដែនសារជាថ្មីឡើងវិញទោះបីជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាពទីក្រុងគូឡាំពួរកាលពីខែតុលាក៏ដោយម៉ាឡេស៊ីធ្លាប់បានអំពាវនាវឲ្យថៃនិងកម្ពុជាបញ្ឈប់រាល់ទម្រង់នៃជម្លោះនិងជៀសវាងសកម្មភាពយោធាណាមួយបន្ថែមរួមទាំងការដាក់ពង្រាយកងទ័ពប្រដាប់អាវុធទៅជួរមុខបន្ទាប់ពីការប្រយុទ្ធគ្នាកើតឡើងវិញនៃតំបន់ព្រំដែនចំណាប់ប្រភពពីសារព័ត៌មាន Bloomberg